ប្រធានហើយចង់និយាយពីអនាគតសួរពីអនាគតត្រូវយកពាក្យ will មកដាក់ពីមុខប្រធានហើយបានមានប្រធានហើយបានជា verb ហើយយើងចង់ថែមអ្វីៗនៅតាមក្រោយទៀតក៏បានដែរអូខេចំណែក negative បដិសេធវិញគឺថា no បូកនឹង subject បូកនឹង will ហើយមាន not ហើយបានមាន verb នៅពីក្រោយគឺថាបដិសេធតែតែមានពាក្យ not នៅពីក្រោយ verb ធំនឹង okay for example no I will not go tomorrow ថាទេខ្ញុំនឹងមិនទៅទេស្អែកនេះ no you will not come no you will not come ទេអ្នកនឹងមិនមកទេ no she will not talk to you ទេនាងនឹងមិននិយាយជាមួយអ្នកទេ no he will not study tonight ទេគាត់នឹងមិនរៀនទេយប់នេះឬក៏ no we will not drive no they will not confess តានេះបាត់ not មួយត្រូវមាន not no they will not confess គឺថាសារភាពទេពួកគេនឹងមិនសារភាពទេ Okay these are some more examples of future tense okay tomorrow I will study hard ថាស្អែកនេះខ្ញុំនឹងខំប្រឹងរៀន I will ខ្ញុំនឹងរៀន hard នេះច្រើនខ្ញុំនឹងខំប្រឹងរៀនមានថាខ្ញុំនឹងខំប្រឹងរៀន I will study English first ខ្ញុំនឹងសិក្សាភាសាអង់គ្លេសមុនគេ first មុន then I will take a little break បន្ទាប់មកខ្ញុំនឹងសម្រាកបន្តិច take a little break ខ្ញុំនឹងសម្រាកបន្តិច take a little break ថាសម្រាកបន្តិច after taking a little break I will study economic ថាបន្ទាប់ពីបានជប់សម្រាករួច taking a break បន្ទាប់ពីបានជប់សម្រាករួចខ្ញុំនឹងរៀន economic គឺសេដ្ឋកិច្ចខ្ញុំនឹងរៀនអំពីសេដ្ឋកិច្ច I will not talk to anyone when I am studying ថាខ្ញុំនឹងមិននិយាយជាមួយនរណាទេនៅពេលដែលខ្ញុំកំពុងតែរៀនថា I am studying នេះគឺថាខ្ញុំកំពុងតែរៀនគឺអត់មានto នៅពីក្រោយអីទេដូច្នេះគឺពេលដែលថាកំពុងតែថានៅពេលដែលខ្ញុំកំពុងតែរៀនខ្ញុំនឹងមិននិយាយជាមួយនរណាម្នាក់ឡើយ I will not talk to anyone ថាខ្ញុំនឹងមិននិយាយជាមួយនរណាទេនៅពេលដែលខ្ញុំកំពុងរៀន I will go to sleep I will not go to sleep unless I understand all my lessons ថាខ្ញុំនឹងមិនទៅគេងទេ I will not go to sleep លើកលែងតែខ្ញុំយល់មេរៀនរបស់ខ្ញុំទាំងអស់តែខ្ញុំនឹងមិនទៅគេងទេលើកលែងតែខ្ញុំបានយល់មេរៀនរបស់ខ្ញុំទាំងអស់ I will not go to sleep unless I understand all my lessons តែខ្ញុំនឹងមិនទៅរៀនទេលើកលែងតែខ្ញុំយល់មេរៀនរបស់ខ្ញុំទាំងអស់អូខេវាថាទាំងអស់នេះហើយគឺយើងនិយាយអំពីអនាគតគឺប្រើជាមួយនឹង will ឬក៏ប្រើជាមួយនឹង to be going to យើងប្រើមួយណាក៏បានដែរស្រេចតែយើងប្រើទេហើយភាគច្រើនពេលដែលគេប្រើគេច្រើនតែប្រើពាក្យដែលបញ្ជាក់អំពីអនាគតផងដែរដូចជា tomorrow អញ្ចឹងទៅឬក៏ next week អីចឹងទៅ Okay this is future progressive tense future progressive tense គឺនិយាយអំពីអនាគតកំពុងតែ future progressive indicates an ongoing activity in the future ថា future progressive នេះគឺបញ្ជាក់អំពីសកម្មភាពដែលកំពុងតែកើតឡើងនៅក្នុងអនាគតសកម្មភាពដែលកំពុងតែកើតឡើងនៅក្នុងអនាគតឬក៏សកម្មភាពដែលកើតឡើងតនៅក្នុងអនាគត Okay this is more like a formula for future progressive tense គឺថានេះគឺជាដូចជារូបមន្តសម្រាប់ future progressive tense គឺថា I you he she it we they នេះគឺបូកជាមួយ will ហើយបូកជាមួយនឹង to be បូកជាមួយនឹង be ហើយបានបូកនឹង verb in be នេះគឺថាអត់មានបដូរទម្រង់ be នេះទៅជា am is ឬក៏ are អីទេគឺពាក្យ be នឹងតែម្ដងហើយបូកជាមួយនឹងverb in ដូចជាឧទាហរណ៍នៅខាងក្រោមនេះ Okay for examples of future progressive tense I will be studying this time next week I will be studying this time next week ថាពេលនេះអាទិត្យក្រោយគឺខ្ញុំកំពុងតែរៀនសូត្រ
បកប្រែថាពេលនេះអាទិត្យក្រោយខ្ញុំនឹងកំពុងតែរៀនសូត្រខ្ញុំនឹងកំពុងតែរៀនសូត្របានន័យថាពេលនេះអាទិត្យក្រោយខ្ញុំកំពុងតែរៀនសូត្រហើយដូច្នេះ to be នេះគឺថា be នេះគឺពាក្យ be នៅក្នុងនឹងមកអត់មានបំបែកទៅជា am is are ឬក៏អ្វីផ្សេងទៀតទេគឺប្រើតែពាក្យ be នឹងដដែលអូខេ tomorrow evening at 7 o'clock tomorrow evening at 7 o'clock you will be working ថា tomorrow ស្អែកពេលល្ងាចនៅម៉ោង7ថានៅម៉ោង7ស្អែកពេលល្ងាច you will be working ថាអ្នកនឹងកំពុងតែធ្វើការអ្នកនឹងកំពុងតែធ្វើការគឺថានៅម៉ោង7ស្អែកពេលល្ងាចហ្នឹងអ្នកនឹងកំពុងធ្វើការ in 2 hours តែនៅក្នុង2ម៉ោង in 2 hours she will be returning home តែនៅក្នុង2ម៉ោងទៀតនាងនឹងកំពុងតែត្រឡប់មកផ្ទះវិញនាងនឹងកំពុងតែត្រឡប់មកផ្ទះពេញយ៉ាងនៅ2ម៉ោងទៀត5 days from now តែ5 days from now 5ថ្ងៃពីឥឡូវនេះទៅ5ថ្ងៃតែ5ថ្ងៃពីឥឡូវនេះ he will be flying back to the United States to will be flying back to the United States ថា5 days from now ថា5ថ្ងៃពីឥឡូវនេះ he will be គាត់នឹងកំពុងតែហោះឬក៏កំពុងតែជិះកប៉ាល់ហោះវិលត្រឡប់ទៅកាន់ United States ទៅស្រុកសហរដ្ឋអាមេរិកវិញ United States នេះគឺថាស្រុកសហរដ្ឋអាមេរិកមកពីពាក្យ US នេះគឺមកពីពាក្យកាត់ United States គឺស្រុកអាមេរិកគឺថា5ថ្ងៃពីឥឡូវនេះទៅគាត់នឹងកំពុងតែជិះកប៉ាល់ហោះវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញគឺថាfuture progressive ហ្នឹងគឺត្រូវតែមាន will បូក to be ហើយនឹងបូកនឹង gerund បូកនឹង gerund he she it I you we they គឺប្រើជាមួយ will បូក be បូកនឹង studying ទាំងអស់ okay this is the end of future and the end of future progressive tense តែនេះគឺជាទីបញ្ចប់នៃ future កំពុងតែឬក៏ future ធម្មតាWelcome to American English Easy Learning. This is present perfect tense. សូមស្វាគមន៍ជាមួយនឹង American English Easy Learning. នេះគឺជា present perfect tense. Present perfect tense គឺថានិយាយអំពីសកម្មភាពដែលកើតឡើងពីអតីតហើយគិតហើយបន្តរហូតមកដល់បច្ចុប្បន្នហើយក៏អាចបន្តទៅអនាគតទៀតដែរហៅថា present perfect tense គឺចលនាដែលកើតឡើងតាំងតែពីអតីតហើយនៅតែបន្តមកដល់ឥឡូវនេះឧទាហរណ៍ថាកាលពីឆ្នាំមុនយើងបានរៀនភាសាអង់គ្លេសមកដល់ឥឡូវនេះយើងក៏នៅតែរៀនភាសាអង់គ្លេសដដែលដូច្នេះសកម្មភាពដែលកើតឡើងពីអតីតហើយជាតទៅមុខទៀតហៅថា present perfect tense present perfect tense present perfect tells about activities that took place in the past and still continues in the present the present perfect tense tells about activities that took place in the past and still continues in the present ថា present perfect tense នេះគឺប្រាប់ឬក៏និយាយស្ដីអំពីសកម្មភាពដែលកើតឡើងនៅអតីតរួចហើយនៅតែបន្តរហូតមកដល់បច្ចុប្បន្ននេះបន្តរហូតមកដល់បច្ចុប្បន្ន present នេះគឺថាបច្ចុប្បន្ននេះ continue នេះគឺអត់មាន s ទេព្រោះអី activities គឺនិយាយពី activity that took place in the past and still continue in the present ដូច្នេះ activities ច្រើនដូច្នេះគឺអត់ត្រូវមាន s ទេគឺថា s នេះគឺអត់មានទេ present perfect tense គឺ formula ដូចជា subject បូកនឹង verb have បូកនឹង past participle verbs subject បូកនឹង have បូកនឹង past participle verbs ហើយរូបមន្តមួយទៀតគឺ subject បូកនឹង has បូកនឹង past participle verbs ថា subject នេះគឺដូចជា
I you we ហើយនឹង they ចំណែកតែ subject នេះគឺប្រើជាមួយ has គឺសម្រាប់ប្រើជាមួយ he she ហើយនឹង it គឺថា I គឺថា I you we ហើយនឹង they ប្រើជាមួយនឹង have ហើយបានបូកនឹង past participle past participle verbs ចំណែក he she ហើយនឹង it គឺប្រើជាមួយនឹង has បូកជាមួយនឹង past participle verbs Okay for examples នេះគឺជា example ជាឧទាហរណ៍I have studied English for 5 years I have studied English for 5 years តែខ្ញុំបានសិក្សាភាសាអង់គ្លេសអស់រយៈពេល5ឆ្នាំខ្ញុំបានសិក្សាភាសាអង់គ្លេសអស់រយៈពេល5ឆ្នាំគឺថា have នោះគឺយើងបកប្រែ have study យើងថាបកប្រែបានហើយបានសិក្សាភាសាអង់គ្លេសអស់រយៈពេល5ឆ្នាំគឺមានន័យថាខ្ញុំបានរៀនសូត្រអស់រយៈពេលអង់គ្លេសនឹងបានអស់រយៈពេល5ឆ្នាំហើយខ្ញុំនៅតែបន្តការសិក្សាភាសាអង់គ្លេសនឹងនៅឡើយទេគឺមានន័យថាយើងបានសិក្សាភាសាអង់គ្លេសតាំងពី5ឆ្នាំមុននោះយើងរៀនរាល់ឆ្នាំរហូតមកដល់ឥឡូវនេះគឺ5ឆ្នាំហើយក៏នៅតែសិក្សាភាសាអង់គ្លេសដដែលនិយាយស្ដីអំពីពេលវេលាយ៉ាងដូចនេះហើយដែលហៅថា present perfect tense ហើយប្រើជាមួយនឹង have I have studied English for 5 years you have lived here for 6 months you have lived here for 6 months ថាអ្នកបានរស់នៅទីនេះអស់រយៈពេល6ខែហើយថាអ្នកបានរស់នៅទីនេះអស់រយៈពេល6ខែហើយគឺមានន័យថា6អ្នកចាប់ដើមរស់នៅទីនេះគឺចាប់ពី6ខែមុនរស់នៅរហូតមកដល់ឥឡូវនេះក៏អ្នកនៅតែរស់នៅទីនេះដដែល You have driven for 9 years You have driven for 9 years ហើយអ្នកបានបើកបរអស់រយៈពេល9ឆ្នាំហើយអ្នកបានបើកបរអស់រយៈពេល9ឆ្នាំហើយ They have done it before តែពួកគេនឹងបានធ្វើវាកាលពីមុនពួកគេបានធ្វើវាកាលពីមុនគឺមានន័យថាកាលពីមុនពួកគេបានធ្វើវាប៉ុន្តែឥឡូវក៏នៅតែបានធ្វើដដែល Their children have just gone out for a few minutes. The children have just gone out for a few minutes. តែកូនក្មេងហ្នឹងទើបតែចេញទៅក្រៅទើបតែបានចេញទៅក្រៅអស់រយៈពេល 2-3 минутទេតែកូនក្មេងទើបតែបានចេញទៅក្រៅ